ជាបឋមយើងខ្ញុំសូមអនុញ្ញាតគ្រប់នឹងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរនៅក្នុងពេលនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតហើយក៏បានលើកយកទៅនឹងអត្ថបទសុខភាពមួយទៀតដើម្បីយកមកចែករំលែកបន្តទៅដល់បងប្អូនហើយអត្ថបទសុខភាពមួយនេះបើយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័រកាសែតថ្មីបាទដើម្បីចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងទាក់ទងទៅនឹងអត្ថប្រយោជន៍បាទនៃផ្លែល្ពៅបាទអញ្ចឹងបងប្អូនច្បាស់ជាស្គាល់ហើយផ្លែល្ពៅបាទព្រោះថាផ្លែល្ពៅនេះគឺមានអត្ថប្រយោជន៍ច្រើនបាទទៅដល់សុខភាពផងដែរបាទហើយផ្លែល្ពៅជាបន្លែដ៏ពេញនិយមបំផុតមួយដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់របស់វាដែលអាចយកមកធ្វើជាបង្អែមនិងបែបអាហារផ្សេងទៀតភាគច្រើននៃបងប្អូនគឺសុទ្ធតែស្គាល់និងធ្លាប់ទទួលទានបន្លែមួយប្រភេទនេះហើយប៉ុន្តែប្រហែលជាបងប្អូនមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់ផ្លែល្ពៅទៅដល់សុខភាពនោះឡើយបាទចំណុចទី1គឺជួយឲ្យស្រកទម្ងន់ល្ពៅជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលជួយពន្យឺតការរំលាយអាហារធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរជាតិសរសៃនៃល្ពៅក៏ជួយជំរុញប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អដែលដើរតួយ៉ាងសំខាន់នៅក្នុងការបញ្ចុះទម្ងន់លើសពីនេះទៅទៀតល្ពៅមានផ្ទុកជាតិកាឡូរីទាបប៉ុន្តែប៉ូតាស្យូមខ្ពស់ជួយកម្ចាត់ជាតិអំបិលនិងសារធាតុរាវដែលលើសចេញពីរាងកាយកាត់បន្ថយការហើមចំណុចទី2ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយល្ពៅក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយប្រយុទ្ធប្រឆាំងជាមួយឥទ្ធិពលនៃការរលាកផ្សេងលើកោសិកាប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរល្ពៅក៏ជាប្រភពនៃវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងមេរោគឆ្លងនានាផងដែរចំណុចទី3បង្កើនសុខភាពស្បែកល្ពៅជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុបេតាការ៉ូតែនដែលជួយការពារស្បែកពីការបំផ្លាញដោយសារពន្លឺព្រះអាទិត្យល្ពៅក៏មានផ្ទុកវីតាមីន C វីតាមីន E ដែលជំរុញបង្កើនការផលិតកូឡាជែនជួយរក្សាស្បែកតឹងណែនក្មេងជាងវ័យចំណុចទី4កាត់បន្ថយហានិភ័យនៃជំងឺមហារីកសារធាតុបេតាការ៉ូតែននៃផ្លែល្ពៅត្រូវបានបំលែងជាវីតាមីន A នៅក្នុងរាងកាយហើយជួយការពារកោសិកាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីកលើសពីនេះទៅទៀតគ្រាប់នៃផ្លែល្ពៅមានសមាសធាតុផៃតូអេស្ត្រូជែននិងជាតិសរសៃខ្ពស់ដែលអាចជួយទប់ស្កាត់ជំងឺមហារីកសូដន់បានយ៉ាងប្រសើរបាទចំណុចទី5បាទជាចំណុចចុងក្រោយនៃអត្ថប្រយោជន៍ពីផ្លែល្ពៅហ្នឹងគឺអាហារដ៏ល្អសម្រាប់អ្នកមានផ្ទៃពោះល្ពៅជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ជាច្រើនដែលត្រូវការចាំបាច់សម្រាប់ការលូតលាស់នៃកនិងរក្សាសុខភាពស្ត្រីជាម្ដាយវាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនជាតិខ្លាញ់សុខភាពល្អកាបូអ៊ីដ្រាតវីតាមីន A វីតាមីន B1 វីតាមីន C កាល់ស្យូមផូស្វ័រនិងជាតិដែកបាទអរលោកស្រីបាទនេះគឺជា5ចំណុចដែលតាក់ទងទៅនឹងអត្ថប្រយោជន៍នៃផ្លែល្ពៅបាទអញ្ចឹងបងប្អូនយើងមួយចំនួនធំគឺសុទ្ធតែធ្លាប់បរិភោគទៅលើផ្លែល្ពៅហើយក៏សុទ្ធតែស្គាល់ទៅលើផ្លែល្ពៅនេះផងដែរប៉ុន្តែប្រហែលជាបងប្អូនខ្លះក៏មិនដឹងពីអត្ថប្រយោជន៍នៃផ្លែល្ពៅនេះបាទដូច្នេះហើយទើបយើងខ្ញុំបាទលើកយកទៅនឹងអត្ថប្រយោជន៍ពីផ្លែល្ពៅនេះក៏មកជំរាបជូនបន្តដូចជាចែករំលែកបន្តទៅដល់បងប្អូនទាំងអស់គ្នាផងដែរហើយចំពោះអត្ថបទសុខភាពនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័រកាសែតថ្មីបាទដើម្បីចែករំលែកទៅដល់បងប្អូនបន្តដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel របស់យើងខ្ញុំផងដែរបាទអរគុណហើយចំពោះអត្ថបទសុខភាពនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្នេះបាទហើយមួយវិញទៀតបងប្អូនដែលតាមដានទស្សនាវីដេអូរបស់យើងខ្ញុំហើយបើសិនជាបងប្អូនមិនទាន់បានជួយចុច Subscribe បាទអញ្ចឹងបងប្អូនជួយចុចម្នាក់មួយរួចហើយឈានទៅចុចរូបកណ្ដឹងមួយទៀតដើម្បីងាយស្រួលនៅក្នុងការទទួលបានវីដេអូថ្មីពី Channel របស់យើងខ្ញុំផងដែរបាទអរគុណហើយនៅក្នុងគណៈនេះយើងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងហើយក៏សូមគោរពជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា